ក្រៅមេឃលើដីមានតែស្រីមួយចាប់កំពុងតែដើរកំពុងតែជិះម៉ូតូទៅក្លោឡាននោះអីគេមិនស្រីហ៎បើមានតែស្រីលោកមេឯងមួយចឹងគេដតីនោះជាស្វាញីដែលជាជំនួយនៃរឿងជីវិតហើយបើអត់ស្រីម្នាក់ហ្នឹងវាស្អុយជីវិតតែហ្មងហើយខ្លួនអូនស្នេហ៍អូនជាទឹកអមរឹកជួយប្រងជីវិតឲ្យមានដងហើមអូចឹងស្រីលោកមេឯងប្រៀបបានបំពង់អុកស៊ីសែនបើដកចេញពីច្រមុះដាច់ដង្ហើមប៉ាត់តែហ្មងមច្ឆារស់បានអាស្រ័យគុំកូនក្មេងក៏វាដឹងដែរវាតែត្រីឯណាមករស់នៅលើគោកត្រីវាត្រូវការរស់នៅក្នុងកុងទានៅក្នុងទឹកហ្នឹងហើយរុក្ខជាតិនានាអាស្រ័យសន្សំរុក្ខជាតិដូចជារស់ដោយសារទឹកទេអីអត់ទឹកមើលបើមិនត្រៀមកញ្ញងឲ្យសើមធ្លាក់100ថ្ងៃទៀតក៏វាអត់រស់ដែរកុំចេះតែប្រងរូបបងរស់បានអាស្រ័យថ្លៃថ្លើមដូចជាដង្ហើមសើមរឹងសងថាចាំពេលទៅណាមកណាលោកមាកុំភ្លេចយកស្រីម្នាក់ទៅតាមផងគ្រាន់នឹងប្រោះដង្ហើមបើមិនចឹងទេអាចដាច់ខ្យល់ឡាប់ក្នុងលោកនេះណាក៏យ៉ាងគ្មានអ្វីសំខាន់ដល់បងឡើយណាអង្គុយរអ៊ូពេលដាច់លុយថាគ្មានអីសំខាន់ជាងលុយទេដាច់លុយដូចថប់ក្នុងដង្ហើមចង់ដាច់ដង្ហើមសោះមានតែអូនមួយជាត្រួយនេត្រាដែលរៀមប្រាថ្នាជាគូលោកស្រីឆ្លោះគ្នាមិនត្រូវគ្នានិយាយថាពេលដែលឃើញនាងទៅភ្នែកខ្លាំងណាស់ឥឡូវថាអូនជាត្រួយនេត្រាណានៃវិញអាមិនទេណាទោះជាផែនដីរលាយសសូស្នេហ៍បងនឹងអូនមិនសូន្យទេថ្លៃចាំមានតែស្នេហាលោកមេឯងនាំគ្នាទៅនៅលើមេឃបានពេលផែនដីអាលីអាលត់សូនឈឹងស្នេហាខ្លួនឯងមិនសូនឬមួយស្នេហាហ្នឹងទៅរស់នៅក្នុងនាវាមួយទឹកដែលដោយធម្មពលនៃគ្នាក្រោមបាតសមុទ្រស្នេហ៍រស់គង់វងរងរឿងរថ្ងៃអូចឹងមានតែទៅឋានសួគ៌ហើយបានរុងរឿងរហូតគ្មានអ្វីប្រឡាយស្នេហ៍យើងបានឡើយចាំមើលតែឆ្លោះគ្នាទៅលែងលឺសំដីអស់ហ្នឹងហើយដោយស្នេហាប្តីប្រពន្ធអាចជ្រោយតែត្រួតចឹងពេលឆ្លោះគ្នាតែត្រួតវាស្រែកថាមានប្តីនៅក្បែរវេទនាក្នុងជីវិតណាដល់តែពួកវាត្រូវគ្នាវិញតែត្រួតស្រែកថាមានបងច្រូចឯងជាប្តីរស់នៅចិត្តអូនមានក្តីសុខមាំណាស់អញ្ចឹងវាដូចតែគ្នាហ្នឹងខ្ជិលតបខ្ជិលឆ្លើយអរឯងអូអញ្ចឹងផងហ៎